ស្លាប់ភ្លាមបាត់បង់ជីវិតភ្លាមប្រិមត្តជនដោយសារតែជិះតាក់ដៃចង្កូតជាមួយនឹងម៉ូតូមួយគ្រឿងទៀតបណ្ដាឲ្យធ្លាក់ប្រពន្ធឯប្តីអត់ដឹងថាប្រពន្ធខ្លួនឯងធ្លាក់ទៀតបានជិះហួសកន្លែងតែប្រពន្ធធ្លាក់ទៅខាងមុខបាទជាច្រើនម៉ែត្រទើបបានដឹងថាប្រពន្ធធ្លាក់ទៅលើម៉ូតូបកក្រោយមកមើលប្រពន្ធវិញប្រពន្ធត្រូវបានបែកក្បាលនៅលើផ្លូវបាត់បង់ជីវិតទៅហើយបងប្អូនយើងម៉ូតូនឹងអ្នកជីហើយក៏ស្អីប្រហែលជីឆាបគាត់ពីក្រោយបាទហើយបណ្ដាលឲ្យបងស្រីដែលនៅពីក្រោយនឹងធ្លាក់មកក្បាលបាទមកក្បាលតែប្តីគាត់តែមិនមកគាត់អីទេតែគាត់គាត់ធ្លាក់បោកអូបានន័យថាម៉ូតូជីឆាបគាត់ធ្លាក់បងស្រីពីក្រោយហ្មងបាទអញ្ចឹងមិនន័យថាគាត់ធ្លាក់នឹងគាត់បោកក្បាលនរស្លាប់តែម្ដងបាទសាប់អត់មានឡានអីមកគាត់មិនថែមទេឡានគេមានតែគេឆប់គេឆប់ហ្នឹងណាហើយម៉ូតូដែលប៉ះគាត់ដួលនឹងរត់បាត់ហើយណាបាត់តែបាត់គាត់ទៅបាត់ដែរអរគុណអូនណាអូនឯងឃើញហ្មងអូនណាបាយជីតាត់ក្រោយបងជីតាត់ក្រោយអរគុណអូនមានទឹកទេទឹកមករកមកទឹកនេះដល់3ដងមកដល់ឲ្យធំសិនណាទឹកចាំមកក្រោយក៏បានដែរហើយឈ្មោះគាត់ចំមកគាត់ទៅផ្ទះបាទហៅគាត់ចំមកគាត់ទៅផ្ទះវិញញ៉ាទៅផ្ទះយើងវិញណាអូនតែយើងអូនទៅផ្ទះវិញផ្ទះនៅឯណាបងតាមនេះចឹងមកតាមនេះទេហ្នឹងហើយផ្ទះនៅណាបងឲ្យគាត់ទៅព្រៃវិញអូនទៅផ្ទះយើងវិញបាទឲ្យណាម្ចាស់ទឹកម្ចាស់ដីជួយជូនដំណើរគាត់ទៅបាទអូនទៅផ្ទះវិញតាមអូនទៅផ្ទះវិញផងបាទគាត់មានកូនម៉ាអ្នកទេបងនោះ2នាក់បងនោះអូគាត់ជាមនុស្ស slow ខ្លាំងណាស់ slow ទៅបងអើយ slow ទៅបងតែមានរឿងមួយណាទេបាទបងបាទអរគុណចូលរួមលេខតុកបងអើយធ្វើមិនទេអូយបាទលោកសោកស្ដាយក្រៃលែងឲ្យប៉ុណ្ណឹងធ្វើមិនគាត់ទៅគាត់ទៅហើយអាម៉ូតូនោះឆាមឲ្យវិញបងផងខ្ញុំវាអាឡៃមើលមុខវាទៅរកឡានម៉ូតូវាច្រើនទេតែគេមើលចង់ឬដល់ដីបាទអូអត់ដឹងថាប្រពន្ធធ្លាក់បងផងនោះបាទខ្ញុំទៅតែមិនខ្ញុំវិញតែមិនអូប្រពន្ធធ្លាក់ទេអត់ដឹងប្រពន្ធធ្លាក់ទេបងផងអើយណាធ្លាក់ហើយអត់តចាំបងចេញពីធ្វើការមួយពន្ធមកហើយខ្ញុំទៅលេងចាយនេះអូទៅលេងចាយត្រឡប់មកវិញបងណាបាទមកដល់ហ្នឹងមានម៉ូតូឆាបឲ្យបងអត់ដឹងអាលីហ្មងអត់ដឹងពន្ធធ្លាក់បាទចង់ឬដល់ដីបាត់ខ្ញុំបងតោវិញតោនៅពីតោឡើយបាទអ្នកតាគៀងស្អីផោមកជីមកលឿនតែប្រុសលេខតោឡានវាច្រើនមិញបាទដល់គុណបងចូលរួមលេខទៅបងប្រុសអើយបាទនេះគឺជាផ្លាកលេខម៉ូតូរបស់ជនរងគ្រោះដែលមានផ្លាកលេខព្រៃវែង 1P បាទ3775បាទហើយនេះគឺជាកំប៉ុងស្រាបៀរដែលគាត់ទិញសម្រាប់យកទៅលក់បន្តទេប្រិមិត្តទជនមិនមែនគាត់ពិសាគ្រឿងស្រវឹងហើយគាត់បើកបរទេណាបាទយើងសូមបញ្ជាក់ត្រង់ចំណុចនេះបាទប្រិមិត្តយើងបាទគាត់ឥឡូវត្រូវយកទៅស្វាយជ្រុំផងណានៅខាងស្វាយរៀងណាស្វាយព្រៃវែងព្រៃវែងណាអូបាទគាត់រត់ដល់គាត់នៅពេញទេបងរត់ដល់គាត់នៅស្រុកចឹងថ្ងៃនឹងមកអូមកធ្វើការនៅពេញហ៎បងបានខែហើយបងបានកន្លះខែបានកន្លះខែលួនទៅបានកន្លះខែមកបានបើកលុយផងណាដីដើរវាចាយមកដើរធ្វើការរោងចក្រហើយមកជួបរឿងចឹងទៀតបានលុយណាស់ធ្វើបងទៅបងហ
ហើយតាមការបញ្ជាក់ហ្នឹងគឺគាត់នាំគ្នាពីអ្នកដីប្រពន្ធហ្នឹងគឺចេញមកពីមើល concert បាននៅតាមបណ្ដោយផ្លូវវែងស្រីនេះគាត់ធ្វើដំណើរតាមបណ្ដោយផ្លូវដួងងៀបត្រឡប់ទៅកាន់ផ្ទះវិញនៅម្ដុំផ្សារដីហុយលុះមកដល់ចំណុចពាក់កណ្ដាលផ្លូវដួងងៀបនេះក៏បានតាក់ដៃចង្កូតជាមួយម៉ូតូមួយគ្រឿងទៀតបណ្ដោយប្រពន្ធធ្លាក់បោកក្បាលនឹងថ្នល់បាត់បង់ជីវិតតែម្ដងបច្ចុប្បន្នសពស្ត្រីរងគ្រោះត្រូវបានសមត្ថកិច្ចធ្វើការវាស់វែងនិងប្រកល់ជូនគ្រួសារសពដើម្បីយកទៅធ្វើបុណ្យនៅឯស្រុកកំណើតនៅឯខេត្តស្វាយរៀងនៅឯបាទខាងស្វាយជ្រុំបាទប្រិយមិត្តជនយើងបាទហើយគួរឲ្យអាណយអាធំមែនតើបងប្អូនយើងណាបាទហើយយើងឃើញថាមានសបកកំប៉ុងមានអីច្រើននៅទីតាំងកន្លែងកើតហេតុនេះដែលជារបស់ប្តីប្រពន្ធជនរងគ្រោះប៉ុន្តែយើងអត់ដឹងថាសបកកំប៉ុងនេះអូបាទប្តីជាអ្នកទិញអេតចាយទេអញ្ចឹងបានន័យថាមិនមែនជាគាត់ជាអ្នកពិសាគ្រឿងសង្វឹងទេអញ្ចឹងបានន័យថាជាសបកកំប៉ុងដើម្បីទិញយកទៅលក់បន្តទេបាទ